មាន3ផ្នែកធំដើម្បីយើងខ្លាចទៅជា mastery ទី1ចំណេះដឹងយើងត្រូវការចំណេះដឹងនៅពេលយើងមានចំណេះដឹងយើងដឹងផ្លូវដែលយើងត្រូវដើរផ្លូវណាត្រូវផ្លូវណាខុសទី2យើងត្រូវមានអារម្មណ៍បើថាអ្នកនៅ single គាត់ដឹងថាដើម្បីជីវិតសុភមង្គលដើម្បីឪពុកម្ដាយមានមោទនភាពគាត់ត្រូវរៀបអាពាហ៍នេះគឺជាចំណេះដឹងផ្នែកទ្រឹស្ដីតែបើសិនគាត់មានអារម្មណ៍ចាប់គាត់ការមិនបានអាចចាប់បានដែរតែគាត់មានអារម្មណ៍ក៏សងទ្របដូចគ្នាហាត់ប្រាណដូចគ្នាតើមានអារម្មណ៍បានយើងទៅធ្វើមែនទេហាត់ប្រាណអ្នកខ្លះតើមានអារម្មណ៍ថាបើសិនជាខ្ញុំអត់ហាត់ខ្ញុំអាចឈឺខ្ញុំហាត់ទៅរាងស្អាត six pack ឬក៏រស់បានយូរឲ្យគ្រប់សពអញ្ចឹង emotion ផ្នែកទី2យើង move ទៅកាន់ផ្នែកទី3គឺ take action អញ្ចឹងដើម្បីយើងខ្លាចជា mastery 3ហ្នឹងគឺ repeat again and again